បាទឥឡូវខ្ញុំមកបង្ហាញពីលក្ខណៈពិសេសនៃម៉ាស៊ីន model Newton 30នេះអញ្ចឹងណាចំពោះប្រភេទ3កប៉ៅហ្នឹងវាមានលក្ខណៈពិសេសត្រង់ថាបើពាក់ព័ន្ធជាមួយនឹងការងារយើងបែងចែកប្រភេទយើងតម្រៀបលុយអីអាចនឹងវាធ្វើការលឿនរហ័សព្រោះដោយសារវាមានកប៉ៅរហូតទៅដល់3កប៉ៅអញ្ចឹងណាអញ្ចឹងបើករណីដូចលុយចេះលុយឧទាហរណ៍ថាលុយមានចម្រុះប្រភេទអញ្ចឹងហើយទាំងមុខទាំងទិសដៅហ្នឹងឯងអត់ដូចគ្នាហ្នឹងហើយបើសិនជាខ្ញុំជឿថាបើធ្វើជ្រែដោយដៃក៏បានដែរករណីលុយតិចចេះយើងអាចជ្រែវាមានភាពងាយស្រួលអាចលឿនឆាប់រហ័សក្នុងការហៅជាងម៉ាស៊ីនប៉ុន្តែបើករណីបើលុយច្រើនឧទាហរណ៍ច្រើនជាងនេះទៀតអញ្ចឹងណាច្រើនជាងនេះទៀតអញ្ចឹងខ្ញុំជឿថាធ្វើដៃគឺអាចនឹងអត់ទាន់សុភាពការជាមួយនឹងម៉ាស៊ីននេះម៉ាស៊ីនអាចជឿថាអាចនឹងលឿនជាងអញ្ចឹងណាអញ្ចឹងជំហានដំបូងយើងត្រូវបើចម្រុះប្រភេទយើងអត់ខំតន់ខ្វល់រឿងយើងបែងចែកវាយើងទី1យើងត្រូវធ្វើវាមកមុខងារសិនឲ្យវាតម្រៀបមុខឲ្យទិសដៅឲ្យត្រូវគ្នាដល់បន្ទាប់ពីហ្នឹងមកចាំយើងបែងចែកប្រភេទវាចេញគ្នាគឺរួចរាល់ហ្មងអញ្ចឹងណាអញ្ចឹងនៅលើម៉ាស៊ីននេះយើងរបៀបកំណត់វាទី1យើងត្រូវបើកវាមកព្រោះយើងអត់ទាន់បែងចែកទេអញ្ចឹងយើងអត់ទាន់ចងបាច់អីទេអញ្ចឹងកំណត់បាច់វាទៅជា200មកឲ្យវាច្រើនមកហ្នឹងកុំឲ្យវា100លឿនណាឆាប់ពេញឆាប់ឈប់អញ្ចឹងណាអញ្ចឹងយើងកុំតន់កំណត់បាច់អីឲ្យវាឲ្យច្រើនទៅព្រោះកប៉ៅខាងកប៉ៅ A កប៉ៅ B នេះវាបានរហូតដល់200ស្លឹកអញ្ចឹងណាអញ្ចឹងបន្តមកទៀតយើងចូលកន្លែង mood យើងត្រូវបើកនេះ function នេះអូតូនេះទៅជាមិចឲ្យវារាប់ចម្រុះបញ្ចូលគ្នាយើងអត់ទាន់បែងចែកទេទី2កន្លែង direction នេះយើងត្រូវបើក face មុខងារ face អូខេបន្តមកទៀតយើងចុច start stop មកអូខេអញ្ចឹងយើងធ្វើការចាក់ឲ្យម៉ាស៊ីននេះវាតម្រៀបមុខលុយសិនអញ្ចឹងណាយើងចាក់មកអូខេកប៉ៅ A ពេញអូដោយសារវានៅជាប់បាច់100ហ្នឹងឥឡូវទៅអញ្ចឹងមកក៏បានអញ្ចឹងពេលដែលកប៉ៅផ្សេងទៀតវាពេញយើងគ្រាន់តែលើកមកយើងមើលមុខនេះយើងមកដាក់ផ្គុំឲ្យទៅត្រូវជាមួយនឹងដុំខាងក្រោមនេះមកដាក់អញ្ចឹងមកអូខេនេះវាអស់ហើយដូចគ្នាយើងគ្រាន់តែដាក់ផ្គុំមកហើយផ្គុំឲ្យត្រូវវាហ្នឹងមកខាងលើនេះបើកាន់នៅវារីជីកយើងអាចលើកចាក់វាហ្នឹងលើកចាក់វាទៅរីជីកនេះព្រោះដោយសារវាចាស់ពេកអញ្ចឹងវារីជីកហ្នឹងអូខេយើងគ្រាន់តែផ្គុំមកអញ្ចឹងយើងឲ្យមុខងារមួយវាបានមុខមកដូចគ្នាហើយបន្តមកទៀតយើងចូលទៅបើក function នេះកន្លែងនេះវាទៅជា orient វិញមកហើយយកអូតូដូចគ្នាអូតូដូចគ្នាហ្នឹងមកចុច start ហើយយើងធ្វើការចាក់ម្ដងទៀតអញ្ចឹងកប៉ៅ A នេះវាដាក់តែកប៉ៅ A ពេញគាត់លើកអូខេកប៉ៅ B ពេញជាងគាត់ដាក់មកឲ្យត្រូវទិសដៅគ្នាចូលគ្នាអញ្ចឹងមកដូចគ្នាយើងលើកមកដាក់ផ្គុំចូលគ្នាហើយដាក់ឲ្យត្រូវជាមួយនឹងដុំរបស់យើងនេះមកហ្នឹងហើយអញ្ចឹងមកអូខេហើយរីជីកនេះគឺអាចចាប់ទិន្នន័យអត់បានអូខេយើងអាចអូខេអញ្ចឹងយកមកផ្គុំមកអូខេអញ្ចឹងយើងបានមុខហើយទិសដៅវាដូចគ្នាហ្នឹងហើយអញ្ចឹងក្នុងម្ដុំធំនេះគឺមុខហើយទិសដៅវាដូចគ្នាត្រូវគ្នាអស់ហើយអញ្ចឹងយើងទៅបែងចែកប្រភេទវាចេញពីគ្នាចូលនឹងដែរយើងជួយប្រើនេះហើយយើងបិទចំអូរៀននេះហើយយើងបើកជាមួយនឹងអូតូវិញមកហ្នឹងឲ្យវាមានតែអូតូហ្នឹងមកអូខេអញ្ចឹងយើងធ្វើការចាក់មកអូខេអូខេអញ្ចឹងវាដាក់ reject ហ្នឹងក៏វាបែងចែកមក đi នៅហើយដែរ
reject នេះវាធ្វើការបែងចែកបានមកប្រភេទសម្រាប់3ប្រភេទគឺជាងចាក់តែម្ដងអញ្ចឹងរួចរាល់អូខេនេះដូចគ្នាទាំងមុខទាំងទិសដៅត្រូវគ្នាអូខេអញ្ចឹងសរុបមកវិញមានន័យថាវាមានភាពងាយស្រួលមែនតើ3ប្រភេទទាំងមុខទាំងទិសដៅទាំងបែងចែកប្រភេទគឺរួចរាល់អញ្ចឹងវាមានភាពងាយស្រួលត្រង់ទៅហ្នឹងប្រភេទ3កប៉ៅអូខេអរគុណច្រើនវីដេអូមាន